bà chia tầm bốn cái nhóm xôm nằm mặt cả con cá tầm bay đời sạc đây sốt hiệp chân sạch nâng xôm cột chấm đẹp xua lục cừu đời sạc đây đặt lá nâng xôm cột nhiệt thọ đặt lục cừu nhóm men sầm nua đôi chè mùi pi sầm nua nắng trong xua tha chất vì ắt nơi trăng na ở có tỷ vận tái to đã miền hết và cháy group tiếp chất năng về trật cám về thưa cả cạnh bảo vì chứng bị chia sát cái miền tôi nạ tha chất nơi không khổ các bàឬក៏bộ ran dưỡngគាត់ថាចិត្តនៅក្នុងបេះដូងអញ្ចឹងហ្នឹងជាសំណួរទី1ខ្ញុំក៏ឆ្ងល់ថាចិត្តវានៅត្រង់ណាអញ្ចឹងបាទខ្ញុំចង់សួរលោកគ្រូឲ្យបានជំរះមន្ទិលឡើងណាហើយមួយទៀតចង់សួរថាគ្រប់ពេលដែលចិត្តកើតរឿងគឺមកពីចិត្តសឹកចំណាក់បង្កហេតុមែនឬទេលោកគ្រូដែលចិត្តហ្នឹងវាចេះតែទទួលឥទ្ធិពលវិចិត្តសឹកដូចថាវាកើតរឿងអីមួយអញ្ចឹងដោយសារចិត្តសឹកហើយបើចិត្តសឹកអត់ធ្វើការទេចិត្តក៏អត់ធ្វើកិច្ចរបស់វាដែរចំណុចហ្នឹងគឺចំណុចដែលត្រឹមត្រូវឬទេលោកគ្រូហើយអាហ្នឹងជាសំណួរទី2ហើយសំណួរទី3តើពុទ្ធសាសនានិងសង្គមជាតិគួរដើរទន្ទឹមគ្នាឬក៏គួរដាច់ដライពីគ្នាព្រោះមានចំណុចខ្លះគេលើកឡើងថាបដិបត្តិធម៌ឬរៀនធម៌ទៅសង្គមជាតិមិនបាច់ខ្វល់ទេទុកគេខាងអ្នកកិច្ចការសង្គមឬខាងអ្នកការទូនទីខាងការងារសង្គមជាតិអីចឹងទៅយើងបាច់រវល់ទេចុះបើសិនជាសង្គមជាតិអត់បានសុខអានេះចំនួនខ្ញុំណាហើយតើពុទ្ធសាសនាអាចប្រព្រឹត្តទៅបានទេបើសង្គមជាតិអត់តាន់មានលំនឹងផងនេះជាមានសំណួរ3ទាំង3ហ្នឹងលោកគ្រូសូមអរគុណសូមអនុមោទនាបាទមុននឹងឆ្លើយថាចិត្តនៅត្រង់ណាអញ្ចឹងយើងត្រូវសិក្សាពីពាក្យថាសង្ខារធัวសិនពាក្យថាសង្ខារធัวគឺសំដៅដល់របស់ណាដែលកើតឡើងព្រោះមានបច្ច័យតតែងរួចហើយក៏រលត់ទៅតតែងកើតឡើងហើយក៏រលត់ទៅឃើញទេហើយពាក្យថាអនិច្ចំហ្នឹងគឺសំដៅត្រង់សេចក្តីថារបស់មានហើយត្រឡប់ជាមិនមានវិញមានហើយមិនមានវិញមានហើយមិនមានវិញដូច្នេះប្រសិនបើយើងប្រើពាក្យថានៅត្រង់ណាអញ្ចឹងមានន័យថាវានៅរួចហើយមានន័យថាវាមានរួចហើយវានៅសងំតណាមួយអញ្ចឹងទ្រឹស្ដីដែលថានៅក្នុងខួរក្បាលនោះក៏យកជាការមិនបាននៅក្នុងបេះដូងក៏យកជាការមិនបានពីព្រោះរបស់វាសងំនៅប៉ុន្តែធម៌ព្រះអង្គប្រៀបធៀបថាជារបស់ដែលកើតពីបច្ច័យឧទាហរណ៍ដូចម៉ាស៊ីនដែលផលិតជាភ្លើងអញ្ចឹងយើងសួរថាតើភ្លើងវានៅតាណាបើម៉ាស៊ីនមិនតាន់ឆេះទៅភ្លើងវានៅតាណាវាមាននៅឯវាមាននៅតាណាចាំចេញមកឯណាដូចម៉ាស៊ីនយើងពីមុនម៉ាស៊ីនភ្លើងចេះយើងពិបាកគិតបន្តិចបើម៉ាស៊ីនដូចយើងម៉ាស៊ីនតាមវត្តគោយន្តណាហើយដាក់ឌីណាម៉ូបាទឬក៏ពីមុនគេជិះកង់ដាក់អាក្បាលវិលដែលឃើញហ្នឹងដាក់ឌីណាម៉ូហ្នឹងពេលយើងធាក់ទៅវាចេញពិនសួរថាតើមុននឹងភ្លើងចេញហ្នឹងភ្លើងវានៅតាណាវាអត់មានទេវាទល់តែប្រតិកម្មអីម្យ៉ាងបានវាចេញឃើញទេវាមានម៉ាស់ភ្លើងវាប៉ះគ្នាទៅក្តៅទៅបានវាចេញដូចគ្នាចិត្តហ្នឹងព្រះអង្គប្រៀបធៀបកាលនោះវាអត់តាន់មានអាហ្នឹងព្រះអង្គប្រៀបធៀបនឹងរបស់ស្អីដែលមានកាលនោះព្រះអង្គសម្ដែងថាឧបមាដូចជាភ្លើងអណ្ដាតភ្លើងណាបើភ្លើងវាឆេះពីអុសគេហៅថាភ្លើងអុសភ្លើងឆេះពីអង្កាមហៅថាភ្លើងអង្កាម
ភ្លើងឆេះពីអាចគោក្រៀមស្ងួតហ្នឹងគេហៅភ្លើងអាចគោភ្លើងច្រាំងឆេះពីច្រាំងហៅភ្លើងច្រាំងទៅប៉ុន្តែមុននឹងឆេះវាអត់មានភ្លើងទេឃើញទេវាអត់មាននៅតាណាទេវាទល់តែមានធាតុផ្សំឲ្យឆេះទើបវាចេញជាភ្លើងឡើងយ៉ាងណាមិញវិញ្ញាណព្រះអង្គប្រៀបធៀបអញ្ចឹងថាវិញ្ញាណក៏ជារបស់កើតពីបច្ច័យវិញ្ញាណណាអាស្រ័យនឹងភ្នែកសំគួរហៅថាចក្ខុវិញ្ញាណឃើញទេវាអាស្រ័យនឹងភ្នែកមិនមែនប្រែថានៅនឹងភ្នែកទេអាស្រ័យមានន័យថាវាអាស្រ័យនៅពេលណាដែលមានបច្ច័យគ្រប់ឲ្យវាកើតអាស្រ័យភ្នែកវិញ្ញាណណាអាស្រ័យនឹងត្រចៀកវិញ្ញាណនោះសំគួរហៅឈ្មោះថាសោតវិញ្ញាណវិញ្ញាណណាអាស្រ័យនឹងច្រមុះសំគួរហៅថាឃានវិញ្ញាណវិញ្ញាណណាអាស្រ័យនឹងអណ្ដាតហៅថាជីវហាវិញ្ញាណវិញ្ញាណណាអាស្រ័យទូទាំងកាយអត់មានតាណាមួយលើកលែងតែចុងសក់ចុងរោមចុងកញ្ចក់វាអត់មានប្រសាទហ្នឹងហើយវិញ្ញាណហ្នឹងហៅថាកាយវិញ្ញាណហ្នឹងហើយវិញ្ញាណណាអាស្រ័យនឹងហតិយវត្ថុវិញ្ញាណនោះហៅថាមโนវិញ្ញាណឃើញទេដូច្នេះវត្ថុទាំងអស់ហ្នឹងព្រះអង្គប្រៀបដូចឫស្សីស្ងួតពីរអញ្ចឹងឫស្សីស្ងួតពីរហ្នឹងយកមកគួតគ្នាឲ្យខ្លាំងឆេះសួរថាមុននឹងគួតមានភ្លើងឆេះទេអត់ទេដូចគ្នាចក្ខុប្រសាទរូបបើវាអត់តន់ប៉ះជាមួយនឹងរូបក៏គ្មានចក្ខុវិញ្ញាណកើតឡើងដែរហើយមុនចក្ខុវិញ្ញាណកើតឡើងក៏វាអត់សំងំនៅទីណាដែរតែបច្ច័យគ្រប់ទៅកើតឡើងអញ្ចឹងដែលលើកឡើងថាចិត្តនៅក្នុងខួរក្បាលឬក៏នៅក្នុងបេះដូងគឺជាពាក្យយោជាការមិនបានពីព្រោះអីវាអត់សំងំនៅតង្ណាមួយដើម្បីកើតទេដូចពាក្យយើងស្ដាប់នេះអញ្ចឹងណាបើសិនជាចិត្តនឹងវាសងំចាំថាពេលនេះអញនឹងចេញមកតាមតិចអញ្ចឹងវាដាក់ plan រួចហើយថ្ងៃនេះអញលឺនេះថ្ងៃនោះអញលឺនោះហើយវាដាក់កម្រងខ្លួនវាហើយស្រេចហើយបើវាអត់រលត់ទេវានៅតែហ្នឹងណាប៉ុន្តែមានណាឥឡូវយើងមកនេះសូម្បីតែមកដឹងថាមកស្ដាប់ខ្ញុំមែនតែអត់ដឹងថាខ្ញុំនិយាយថាម៉េចទេមែនទេណែមកដល់ខ្ញុំខ្យល់គួរបកាច់តងក៏អត់បានលឺដែរឧទាហរណ៍ណាដែលបច្ច័យឲ្យលឺមិនមានក៏ចិត្តលឺមិនកើតឡើងដែរឃើញទេនឹងចឹងនឹងយើងវិនិច្ឆ័យទៅតាមពាក្យដែលថាធម៌ទាំងឡាយមានការកើតហើយរលត់ទៅវិញជាធម្មតាបើយើងគិតថាវានៅតាណាហើយបានចេញមកអញ្ចឹងយើងអត់អាចយល់ពាក្យថាការរលត់ទេអញ្ចឹងណានឹងទី1ទី2ដែលបងអូនសួរថាចិត្តវាតែងតែមានចេតសិកកើតជាមួយដោយពេលដែលជួបអារម្មណ៍ផ្សេងហ្នឹងចេតសិកហ្នឹងវាចេះតែភុសផុលមកដូចជាពួកកុសលចិត្តអីអញ្ចឹងអាហ្នឹងត្រឹមត្រូវអញ្ចឹងហើយពីព្រោះចិត្តមានលក្ខណៈតែមួយទេគឺវាជាអ្នកលក្ខណៈអញ្ចឹងណាចិត្តមានធម្មជាតិដឹងអារម្មណ៍ដែលថាចិត្តអាក្រក់ចិត្តល្អហ្នឹងគេនិយាយសរុបនៅពេលដែលវាធ្វើការជាមួយចេតសិកដោយពាក្យថាមโนពពាំងកមេធម្មាមโนសេដ្ឋាមโนមនីមនសាជេហ្នឹងអាហ្នឹងនិយាយដោយក្តោបនៃរួមឧទាហរណ៍ខ្ញុំបង្រៀនចោះគេថាថ្នាក់រៀនរបស់លោកគ្រូសានសុជាតែវាមិនមែនមានតែលោកគ្រូសានសុជានោះទេប្រកាសជាមានសិស្សនៅក្នុងហ្នឹងណាប៉ុន្តែដល់គេនិយាយបែងចែកថាតើសិស្សនឹងមានសិស្សប្រកែមានសិស្សស្រីមានសិស្សប្រុសអាហ្នឹងបានគេវេកញែកតទៅទៀតចេតសិកដូចគ្នាអញ្ចឹងមានពេលដែលព្រះអង្គសម្ដែងក្នុងប្រសូតដល់ច្រើនកាលណាព្រះអង្គនិយាយអំពីអំណាចចិត្តព្រះអង្គអត់និយាយចេតសិកទេហ្នឹងហើយដូចនិយាយថាសត្វសៅមងព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធអញ្ចឹងចិត្តបរិសុទ្ធហ្នឹងពីព្រោះចិត្តហ្នឹងប្រកបដោយសោបនៈសុទ្ធមិនមែនប្រកបដោយអកុសលចេតសិកទេហើយចិត្តសៅមងសំទោសចិត្តបរិសុទ្ធប្រកបដោយចេតសិកដែលល្អចិត្តសៅមងពិតជាចិត្តដែលប្រកបដោយចេតសិកមិនល្អគឺអកុសលហ្នឹងហើយឈ្មោះកិលេសទាំងអស់មិនបានរាប់ឈ្មោះចិត្តចូលទេដូចកិលេស10គឺសុទ្ធតែឈ្មោះចេតសិកទាំងអស់មែនទេដូចជាលោភៈទោសៈមោហៈអីទាំងអស់ហ្នឹងហើយជាការពិតណាស់ថាគ្រឿងដែលធ្វើឲ្យចិត្តស្អាតក៏ជាចេតសិកគ្រឿងដែលធ្វើឲ្យចិត្តមិនស្អាតក៏ជាតួចេតសិកដែរបាទហ្នឹងហើយ
ôn trong xu thảm mấy bao việc chẳng hỏi มันឆ្ងល់ពេកទេมันឆ្ងល់ពេកទេលោកគ្រូប៉ុន្តែគាត់ថាចង់ឲ្យលោកគ្រូសកត់កន្លែងហ្នឹងបន្ថែមព្រោះកន្លែងហ្នឹងវានៅមានអីគេហៅវិជ្ជកិច្ឆាអីការសរសៃហ្នឹងអីហើយបានចង់ឲ្យលោកគ្រូបំភ្លឺបន្តិចកន្លែងហ្នឹងឥឡូវបានយល់ច្បាស់ហើយទៀតបាទសាធុអីចុះទី3មិញទី3ចង់សួរលោកគ្រូថាតើសង្គមជាតិនិងពុទ្ធសាសនាតើពីរហ្នឹងគួរតែផ្សារភ្ជាប់ដើរទន្ទឹមគ្នាឲ្យបានជាប់លាប់ឬព្រោះបើមិនជាពីរហ្នឹងដាច់ចេញពីគ្នាគឺរៀងពិបាកបន្តិចព្រោះសង្គមជាតិត្រូវការវិស័យអប់រំជាធំជាគោលអញ្ចឹងកន្លែងខ្លះគេលើកឡើងថាបើរៀនធម៌ឬក៏ស្ដាប់ធម៌ហើយយើងបាច់ខ្វល់រឿងសង្គមជាតិទេទុកឲ្យអ្នកកាន់កិច្ចការខាងសង្គមជាតិគេអ្នកចាត់ចែងទៅយើងរៀនតែធម៌ដើម្បីចេញចាក់ទុកទៅហើយខ្ញុំឆ្ងល់ថាចុះបើសិនជាសង្គមជាតិអត់តាន់មានគ្រឹះមូលដ្ឋានសម្ដាប់ធ្នាប់ស្ថិរភាពស្រួលបួលផងតើយើងមានពេលឯណាទៅបដិបត្តិធម៌ឬរៀនធម៌តាមដែលមេគារបស់ព្រះសម្មាសម្ពុទ្ធខ្ញុំឆ្ងល់កន្លែងហ្នឹងលោកគ្រូបាទជាការពិតណាពាក្យថាសម្បត្តិរបស់មនុស្សយើងវាត្រូវប្រកបដោយកត្តា4ទី1ហៅថាគតិសម្បត្តិមានកំណើតជាមនុស្សឬទេវតាទី2ឧបតិសម្បត្តិគឺកើតមកមានអវយវៈពេញបរិបូរណ៍មានកាយសម្បទាចិត្តសម្បទាពេញបរិបូរណ៍ទី3កើតមកជួបកាលសម្បត្តិមានន័យថាស្រុកទេសមិនកើតសង្គ្រាមឬក៏មានសាលារៀនមានពេទ្យមានអីជាតម្រូវការហ្នឹងអាហ្នឹងហៅថាជួបកាលសម្បត្តិបើយើងកើតមកបានសម្បត្តិពីរក៏ដោយកើតមកដូចសម័យពលពតអីអញ្ចឹងហ្នឹងហើយមិនដឹងទៅសោយសម្បត្តិហ្នឹងល្មិចទេសោយតែបបរហ្នឹងឯងហើយគុលអាស័យគុលជាប់ហ្នឹងឯងបាទហើយបើវាមានកាលសម្បត្តិហើយពាក្យថាជួបកាលសម្បត្តិហ្នឹងគឺយើងអាចប្រើសិទ្ធក្នុងការរស់បានអញ្ចឹងណាប្រើសិទ្ធក្នុងការរស់ប្រើសិទ្ធក្នុងការប្រកបមុខរបរប្រើសិទ្ធក្នុងការសិក្សារៀនសូត្រណាប្រើសិទ្ធក្នុងការរៀនសូត្រផ្លូវលោកផ្លូវធម៌អីតាមចិត្តយើងបានអត់មានអ្នករារាំងអីទេហើយទី4ហៅថាប្រយោគៈសម្បត្តិគឺពាក់ព័ន្ធនឹងការគិតត្រូវធ្វើត្រូវនិយាយត្រូវរបស់យើងហ្នឹងបាទប៉ុន្តែយើងត្រូវដឹងថាពាក្យថាសង្គមវាមិនមែនកើតមកដុំជាសង្គមមូលអញ្ចឹងទេពាក្យថាសង្គមវាកើតពីកោសិកាតូចតូចគឺពីមនុស្សម្នាក់ហ្នឹងឯងអញ្ចឹងណាជួនកាលការគិតពីសង្គមយើងគិតធំពេកទៅបែរជាភ្លេចគិតពីរឿងទូចហ្នឹងហើយចង់ឲ្យសង្គមល្អណាស់តែបានជាភ្លេចធ្វើខ្លួនឯងឲ្យជាមនុស្សល្អមើលគេកសាងយន្តហោះខ្ញុំមើលរោងចក្រគេកសាងយន្តហោះគេអត់អាចផលិតចេញយន្តហោះទាំងមូលបានទេរបស់ធំគឺគេមិនភ្លេចពីកោសិកាតូចតូចទេមែនទេហ្នឹងហើយស្លាបគឺផលិតនៅកន្លែងផ្សេងកង់វានៅកន្លែងផ្សេងខ្ចៅខ្ចងទូចនៅកន្លែងផ្សេងហើយបានគេយកមកបញ្ចូលមកតម្លើងហ្នឹងហើយអញ្ចឹងការកសាងសង្គមណាគឺយើងត្រូវមើលថាតើនរណាជាផ្នែកនៃសង្គមយើងនឹងឯងព្រោះយើងរស់នៅហ្នឹងយើងក៏ជាកោសិកានៃសង្គមនៅពេលដែលយើងសាងខ្លួនយើងឲ្យជាមនុស្សល្អម្នាក់មានន័យថាយើងបានបន្តធនធានល្អទៅក្នុងសង្គមយើងខ្លាយជាឪពុកល្អម្នាក់ជាម្ដាយល្អម្នាក់យើងបានបង្កើតធនធានកូនចៅរបស់យើងជាមនុស្សល្អបន្តទៅក្នុងសង្គមអត់អញ្ញាញ៉ៃដោយសារយើងទេតែបើខ្លួនយើងម្នាក់ជាមនុស្សមិនល្អដើររៅឆានគេមនុស្សមកភូមិខ្វល់មួយយើងហ្នឹងមែនទេហ្នឹងហើយឆ្លោះគ្នាប្តីប្រពន្ធតិចទៅប្តង់រវល់តែមេភូមិហ្នឹងគ្មានបានទៅរស់ស៊ីអីទេគិតតែរឿងប្តឹងហ្នឹងទៅឯនេះបើមានអ្នកប្តឹងនៅហ្នឹងកុំថាអីខ្ញុំឧទាហរណ៍ទេអញ្ចឹងណាមើលរឿងខ្លះវាត្រូវប្តឹងអញ្ចឹងមែនហ្នឹងហើយអញ្ចឹងនិយាយថា
mía kia bó pre sama samput và ông tư rô mô cả thô nâng cứ đầm bay vô thô mà tầm lẹ không dùng cung nâng ngay chẳng mình men đọt tí krau pi dùng cung thế bịa tha bịa bốt cát lang đầm bay prao sát lô nâng bịa cả sát lô men sát mẹ mà nẹ thế cứ sát trao nẹ sát tàng lái đại miên ổ bạ ní xài chẳng bà sát trao nẹ bà cót cho mình nó không dùng cung nâng này mẹ nè nè ngài hãy bà prao tới ưu tiên họ ta prao tới chăm mê không môi chẳng đó ấy dẹp ta mê không nó vô thua tới vì mình là o tao đó phải chia bà rọt mê nát nhưng mà nhầm từ ấy ná pri prao màu lực muốn nó chú mê không môi nẹ đạp thua mê lưới nó ngay vì muốn có đo sẽ bà bạ đo vô thua tới có vô là lâu thua môi tiết đã cho bạp phóng đã thua phóng thấy nhé nè ngành chẳng ban bọn mình men sầm đáy tay mía kia chênh chạ tục mùi mục tê xôm bay tê còn lưng để ca cục krong rót của bọn sầm đáy này chẳng ban miên đôi chỉ tu sập bật ria chỉ thua sầm rạp sạch cái nhé nửa dụ có thua sầm rạp nửa dụ thua sầm rạp mây đặc non năng chẳng dân tôi chạy thua nó ở ngay bây giờ cùng mấy bớt thua nó cao rừng cốm miên nè nè sập của dân từng ông nên khối sao rừng cốm này chỉ phần này đi sống sân cung bà ri ai bị xe rồi bỏ mía kia bật thua nâng còn là tha vì miền phơi chênh chạ tục mùi tiết viêm mến trầm tem mà rút sau có đông rôm mà nè không sân cung nâng tê sau có đông rôm mà nè không sân cung men tên tới tu bay ọt men put sasna có cái ai co sang sân cung nâng oi là biếp sọc sờ bái đi chìm ran ban đây nè phần té lệ cả nạp bị xeในการตรัสดังระบบพระสัมมาสัมพุทธนั่นคือตรังได้เมียนเพลมวยจิงจ่าตุกให้จ่าจิงจ่าตุกมันเป็นจิงจ่าตุกมาดองสังคมต่างมูเลยคือจ่าตุกมาเนี่ยตุใบยังรู้ในขนมสังคมเนี่ยได้เคยสัจจะท้อคือเคยได้คล้วนไอแม่เนี่ยนองกรมครัวซาคลาสมใบพระสัมมาสัมพุทธกงเนื้อครัวซาคลามาได้เจียอะไรบอกโกลโกนแม่เนี่ยប៉ុន្តែការដែលម្ដាយចេញចាក់ទុកនោះដែលដល់នៅសច្ចធម៌ដល់នៅព្រះនិព្វាននោះមិនមែនគាត់រស់ក្រៅសង្គមទេគាត់នៅតែចិញ្ចឹមកូនគាត់នៅតែមើលថែគាត់នៅតែបដោះបដាលកូនគាត់ជាធម្មតាប៉ុន្តែផ្លូវរបស់គាត់គឺទៅកាន់ព្រះនិព្វានគឺត្រង់ដែលមិនជំពាក់វគ្គវិនច្រើនប៉ុន្តែតួនាទីព្រមវិហារធម៌នៅតែដែរយើងកុំយល់ច្រឡំថាអ្នកដែលឃើញសច្ចធម៌នោះឈប់ខ្វល់ចឹងកូនរីបកុលងាប់អស់ហើយវិសាខារីបកុលឃើញច្បាស់ព្រះនិព្វានវគ្គទី1គឺសោតាកូនតល20ហើយចៅរាប់រយហើយគ្រប់គ្រងមិនថាការគ្រោះនៅក្នុងសង្គមគឺកាន់តែល្អព្រោះมันមាននៅអំពើហិង្សាมันមានសម្ពាធគឺមានតែធាតុល្អយកទៅបន្តចូលទៅក្នុងកូនចៅគាត់ហ្នឹងកូនចៅគាត់ហ្នឹងទៅជាកោសិកាល្អសម្រាប់សង្គមទៀតបាទអញ្ចឹងមិនដែរគាត់ណាហ្នឹងហើយលោកគ្រូខ្ញុំបានជ្រាបហើយក៏បានយល់ច្បាស់គាត់ថាចុងក្រោយសូមអរគុណលោកគ្រូបន្តិចព្រោះអត់តាបានអរគុណហ្នឹងហើយអរគុណបន្តិចបានហើយព្រោះសង្ខេបពេលព្រោះខ្ញុំអរគុណលោកគ្រូក្នុងចិត្តរាល់ថ្ងៃហើយពេលដែលនឹកឃើញធននឹកឃើញដល់លោកគ្រូនឹកឃើញដល់ព្រះហ្នឹងហើយនឹកឃើញដល់ប្រសង់និងនឹកឃើញដល់លោកគ្រូនឹកឃើញ3ហ្នឹងពេលដែលនឹកឃើញធអញ្ចឹងណាប៉ុន្តែចង់អរគុណលោកគ្រូបន្តិចខ្ញុំបានឈប់វែងនេះព្រោះដែលបានខ្សែគប់នៃការស្ដាប់ធម៌លោកគ្រូចាប់ពីឆ្នាំ2019កាលមុនហ្នឹងខ្ញុំក៏មច្ឆាទិដ្ឋិក្រាស់ណាស់ដែរផ្នែកជំនឿមង្គលភ្នាក់ផ្អើលអញ្ចឹងណាមុនហ្នឹងចេះតែទៅរកស្រោចទឹកអីយកខ្សែថាអីគេដែរពីមុនណាតែឥឡូវដាច់បាត់អីមង្គលភ្នាក់ផ្អើលហ្នឹងឥឡូវយល់បានឆ្នាំព្យាបាលដែលលោកគ្រូចែកចាយដាក់ត្រូវដល់ពេលអញ្ចឹងទៅបានធូរស្រាលច្រើនតែមិនមែនបានន័យថាយើងអស់ទុកហ្មងទេយើងនៅមានទុកជាច្រើនដែលត្រូវដោះស្រាយចាំថ្ងៃអញ្ចឹងណាគ្រាន់តែលោកគ្រូឲ្យកលឹះនៃការកំណត់ដឹងទុកទៅយើងចេះរកប្រភពនៃការដោះស្រាយទុកនឹងតាមដំណើរនៃធម្មជាតិនិងតាមដំណើរនៃកិច្ចរស់ប្រចាំថ្ងៃណាសូមអរគុណលោកគ្រូជាអនេកនៃ
ទីគោរពដល់ពងពោះរបស់ខ្ញុំដែលបានគ្រូចំណាយពេលវេលាក្នុងជីវិតចាំថ្ងៃក្នុងកិច្ចការចែកចាយពធដល់បរិស័ទជាច្រើនសូមអរគុណលោកគ្រូសាធុសាធុ សូមអនុមោទនាគួរជាទីជ្រះថ្លាក្មេងៗយល់ធម៌អញ្ចឹងសាចង់ឲ្យមានក្មេងៗយល់ធម៌អញ្ចឹងច្រើនទេអញ្ចឹងកុំភ្លេចប្រាប់កូនយើងទាំងអស់គ្នារៀនទាំងអស់គ្នាណាបាទស្ដាប់ធម៌រៀនធម៌ទាំងអស់គ្នាណាបាទសាធុនេះបងមានអីចង់ចូលរួមណា បាទអានេះថ្ងៃជួបលោកគ្រូដំបងនេះនៅអត់តបាត់ភ័យតិចតិចគឺបាននៅក្បែរវិញក្បែរលោកគ្រូរហូតអីក៏មើលបាទនឹងថ្ងៃនេះមានសំណួរក៏ដូចជានៅឆ្ងល់ខ្លះ តែជាដំបងសូមគោរពដល់លោកគ្រូហើយនឹងអ៊ំពូមីនឹងមិត្តពធទាំងអស់បានប្រជុំគ្នាថ្ងៃនេះព្រោះខ្ញុំថ្ងៃនេះថ្ងៃលើកទី1ហើយហើយយើងនឹកភ័យបាទបាទហ្នឹងគឺថាអត់មានអីត្រូវភ័យផងប៉ុន្តែដល់ពេលនៅតែចង់រៀងញ័រតិចតិចបាទបាទ នឹងរាល់ថ្ងៃនេះខំរៀនពីលោកគ្រូតែអត់បានរៀនផ្ទាល់ទេសិស្សក្រៅថ្នាក់គឺមិនរៀនអភិធម្មហ្នឹងថ្ងៃណាក៏រៀនដែរជាពិសេសអហេតុកៈចិត្ត18ហ្នឹងគឺត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មកតែពេលរៀនស្ដាប់កាន់តែច្រើនទៅវាមានកលឹះដែលឲ្យយល់បន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងតែអត់តាន់ពេញទេនៅខ្វះហើយឡើយហើយ ឥឡូវចូលសំណួរចង់ខ្ញុំធ្លាប់ស្ដាប់ខាងលោកគ្រូខាងសមាធិចាលោកគ្រូខាងសមាធិគាត់និយាយថាសមាធិជាបាតសមាធិជាហេតុហើយវិបស្សនានោះជាផលអញ្ចឹងខ្ញុំនៅឆ្ងល់ថាតើអង្គវិបស្សនានោះវាតលតែមានបាតគ្រឹះពីសមាធិទៅបានតួវិបស្សនានេះវាកើត វាយល់ទៅបានវាតតែមានតួសមាធិខ្ញុំធ្លាប់ស្ដាប់លោកគ្រូដែរតែពីសតបដ្ឋានហ្នឹងសតបដ្ឋានហ្នឹងគឺដូចជាអត់ផ្ដោតសំខាន់ទៅលើតួសមាធិហ្នឹងទេផ្ដោតទៅលើវិអរិយាបថដេកដើរឈរអង្គុយហ្នឹងគឺជាតួវិបស្សនាតាមដានចិត្តតាមដានអារម្មណ៍ពេលដែលយើងឃើញអីដឹងអីចឹងណាតែទៅស្ដាប់គ្រូ ខាងសមាធិទេគាត់ថាសមាធិជាហេតុហើយវិបស្សនាជាផលអញ្ចឹងនៅឆ្ងល់ថាអញ្ចឹងតួសមាធិនឹងកើតបានតែវិបស្សនានឹងវាកើតដែរឬក៏យ៉ាងម៉េចហើយបងខ្ញុំនឹងគាត់ខាងសមាធិបាទអញ្ចឹងនៅនឹងសិនហ្នឹងត្រូវភាសាគ្នាពាក្យនឹងត្រូវប៉ុន្តែខ្លាចតែយល់មិនត្រូវអញ្ចឹងណាជាធម្មតាធម៌3ហ្នឹងបែកគ្នាមិនបានទេសិលសមាធិបញ្ញាបាទសិលជាឧបការៈដល់សមាធិជាធម្មតាប្រសិនបើសិលមិនបរិសុទ្ធចិត្តក៏មិនស្ងប់ដែរដូច្នេះទើបសិលជាឧបការៈដល់សមាធិបញ្ញាក៏ដូចគ្នាបើចិត្តគ្មានសមាធិ បញ្ញាក៏គ្មានកម្លាំងដែរទើបសមាធិជាឧបការៈដល់បញ្ញាប៉ុន្តែយើងត្រូវសិក្សាថាតើទាំងសិលទាំងសមាធិទាំងបញ្ញានោះជារូបធម៌ឬជានាមធម៌ជារូបធម៌ឬជានាមធម៌ហ្នឹងហើយជានាមធម៌សិលគឺសំដៅដល់តួចេតនាដែលលះអកុសលណាហើយសមាធិគឺសំដៅដល់ឯកកតាចេតសិកដែលតាំងនៅក្នុងអារម្មណ៍ណាមួយយូរហ្នឹងហើយដូចជាខណៈស្ដាប់នេះបើអត់សមាធិទេអត់មានការបដោតចិត្តទេដឹងថានិយាយថាម៉េចទេបាទសមាធិក៏មាន2ដែរណា
សមាធិណាដែលមិនប្រព្រឹត្តទៅដើម្បីវិបស្សនាសមាធិនោះមិនឈ្មោះថាសម្មាបដិបទាទេសមាធិណាដែលជាបច្ច័យដល់វិបស្សនាទើបសមាធិនោះជាសម្មាបដិបទាដែលនៅក្នុងអរិយមគ្គអង្គ 8 អញ្ចឹងហើយបានយើងឃើញនៅពេលដែលមិនទាន់មានព្រះពុទ្ធត្រាស់ដឹងគេពូកែខាងសមាធិច្រើនណាស់ដូចជាអាឡារតបោះនិងឧតកតបោះជាគ្រូដែលពពុរិស័ទចូលទៅរកដំបូងគឺជាអ្នកពូកែសមាធិក៏ប៉ុន្តែសមាធិបែបជាសមថៈតែម្យ៉ាងឃើញទេសមាធិបែបជាសមថៈតែម្យ៉ាងប៉ុន្តែសមាធិនោះមិនមែនជាបាតនៃវិបស្សនាសមាធិណាដែលមិនមែនជាបាតនៃវិបស្សនាសមាធិនោះមិនសមបានឈ្មោះថាជាសម្មាបដិបទាទេមិនមែនជាការប្រតិបត្តិត្រូវទេនៅតែជាមិច្ឆាបដិបទាទោះបីជាឲ្យបានឈានក៏ដោយព្រោះមិនបានឃើញដល់ត្រៃលក្ខធម៌តាំងនៅក្នុងសភាពមិនទៀងជាទុក្ខជាអនត្តាដូច្នេះទាល់តែសមាធិដែលជាបាតនៃវិបស្សនាទើបជាសម្មាបដិបទានិយាយមួយបែបទៀតថាគ្មានវិបស្សនាណាដែលគ្មានសមាធិឧបត្ថម្ភទេក៏ប៉ុន្តែសមាធិដែលឧបត្ថម្ភដល់វិបស្សនានោះមិនមែនដូចយើងគិតទេពីព្រោះយើងឲ្យតែគិតថាសមាធិគឺយើងត្រូវឃើញជាសកម្មភាពមែនទេយើងផ្ដោតតែទៅលើសកម្មភាពមួយមុខគត់បើសិនបើមិនមានការពុតភ្នែនតាំងខ្លួនឲ្យត្រង់ទេយើងមិនហៅថាសមាធិទៅទៀតហ្នឹងហើយនៅក្នុងអរិយមគ្គអង្គ 8 វាមានធម៌ដែលជាតួសិលសមាធិបញ្ញាស្រាប់នៅក្នុងហ្នឹងសម្មាទិដ្ឋិសម្មាសង្កប្បៈគឺជាតួបញ្ញាឃើញទេសម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈជាតួសិលសម្មាវិរិយៈវាយាមៈសម្មាសតិនិងសម្មាសមាធិគឺជាតួសមាធិដូច្នេះនៅក្នុងអរិយមគ្គអង្គ 8 ហ្នឹងគឺមានសិលសមាធិបញ្ញាប៉ុន្តែយើងសួរសំណួរចេះទៅវិញថាសម័យពុទ្ធកាលដែលគេស្ដាប់ធម៌ហើយសម្រេចភ្លាមតើគេចម្រើនសមាធិរបៀបណាពីព្រោះនៅក្នុងអរិយមគ្គអង្គ 8 វាត្រូវតែមានសិលសមាធិបញ្ញាឃើញទេដូច្នេះមិនបដិសេធទេថាសមាធិជាហេតុបញ្ញាជាផលហ្នឹងណាប៉ុន្តែដោយខ្ញុំជម្រាបអញ្ចឹងថាមិនមែនដោយទិដ្ឋិយើងចាប់ប្រកាន់តួសមាធិដែលមានទ្រង់ទ្រាយនោះទេគឺជាតួឯកកតាចេតសិកដែលវាផ្ដោតសម្រួចទៅលើស្អីមួយដែលជារូបធម៌នាមធម៌នោះហើយធ្វើការជាមួយនឹងបញ្ញាដើម្បីឲ្យឃើញត្រៃលក្ខធម៌នោះឯងមិនមែនលោកយាយវិសាខាស្ដាប់ធម៌ភ្លាមឲ្យសម្រេចមគ្គផលនឹងអត់មានសមាធិទេបើអត់សមាធិសម្រេចធម៌អត់បានទេតែនាងមិនបានធ្វើសមាធិទេតែសមាធិកើតព្រោះបច្ច័យកើតព្រោះការដែលតាំងចិត្តស្ដាប់ដោយល្អហើយឧបនិស្ស័យបនគ្រប់ខនផងអសិទ្ធិនសមាធិនត្រីហ្នឹងវាពេញបរិបូរណ៍នៅពេលហ្នឹងឃើញទេ